សួស្តីអ្នកទាំងអស់គ្នាធ្លាប់មានបញ្ហាដូចខ្ញុំហ៎ពេលខ្លះខ្ញុំមានលុយហើយខ្ញុំចង់ទិញទូរស័ព្ទនឹងមកប្រើគឺពិបាកមែនទែនព្រោះដោយសារអីទូរស័ព្ទហ្នឹងគឺគេផលិតឡើងនៅទីផ្សារជប៉ុនតែប៉ុណ្ណោះគេមិនផលិតសម្រាប់ទីផ្សារសកលទេអញ្ចឹងកុំបារម្ភឥឡូវនេះគឺមានលក់នៅស្រុកខ្មែរយើងហើយអញ្ចឹងខ្ញុំនឹងសូមបង្ហាញពីទូរស័ព្ទមួយដែលមានឈ្មោះថា Lit Phone 1របស់ក្រុមហ៊ុន Leica ចឹងខ្ញុំសូមនិយាយពី brand Leica បន្តិច brand Leica គឺជា brand មួយរបស់ប្រទេសអាល្លឺម៉ង់ដែលមានតម្លៃខ្ពស់ហើយនិងមានប្រណិតភាពខ្ពស់ខ្លាំងមែនទែនអញ្ចឹងពេលខ្លះ body របស់ Leica មានតម្លៃខ្ទង់ពាន់រហូតដល់ខ្ទង់ម៉ឺនអញ្ចឹងវាមានតម្លៃខ្លាំងមែនទែនហើយមួយទៀតអ្នកទាំងអស់គ្នាប្រកាសជាឆ្ងល់ហើយ Leica មិនព្រមដាក់ឈ្មោះ Leica ទៅចាំបាច់ដាក់ឈ្មោះ Lit ទៅអីអញ្ចឹងខ្ញុំសូមនិយាយពីចំណុចហ្នឹងមួយទៀតចំពោះ Leica គឺគេបានយកឈ្មោះលោក Lit ដែលជាឈ្មោះរបស់ owner របស់ក្រុមហ៊ុន Leica ហ្នឹងយកមកដាក់នៅលើ smartphone ទី1របស់ខ្លួនដែលមានឈ្មោះថា Lit Phone 1អញ្ចឹងអ្នកទាំងអស់គ្នាជប់ឆ្ងល់ហើយគេលែងដាក់ឈ្មោះ Leica ព្រោះដោយសារអីគឺគេដាក់ឈ្មោះរបស់ owner របស់ Leica តែម្ដងទូរស័ព្ទ Lit Phone 1វាមានតួខ្លួនពណ៌ទឹកប្រាក់ក្នុងក្រោយមានពណ៌ខ្មៅលក្ខណៈ matte សាមញ្ញស្អាតក៏ប៉ុន្តែវាឆាប់ចាប់ស្នាមរៀនដៃបន្តិចក៏ប៉ុន្តែនៅក្នុងឆ្នាំ2021រូបរាងបែបនេះគឺថា cool ណាស់សម្រាប់ការ design បែបហ្នឹងចំណែកឯកាមេរ៉ាវិញគឺខ្ញុំពិតជាស្រឡាញ់ការ design រាងមូលរបស់ Lit Phone 1មែនតើជាពិសេស logo Leica ពណ៌ក្រហមលាយសនៅលើរង្វង់កាមេរ៉ាតែម្ដងតួខ្លួនវាគឺជាអាលុយមីញ៉ូមចំណែកឯខាងស្ដាំមានប៊ូតុងទៅដល់3ប៊ូតុងទី1គឺជាប៊ូតុងកំណត់ដំឡើងនិងទម្លាក់សំឡេងប៊ូតុងទី2គឺជាប៊ូតុង Google Assistant ចំណែកឯប៊ូតុងចុងក្រោយគឺជាប៊ូតុង Power ឥឡូវខ្ញុំនិយាយពីកាមេរ៉ាវាវិញម្ដង Lit Phone 1គឺប្រើប្រាស់ sensor 1 inch CMOS ដែលមានទំហំ20 megapixel aperture f1.9 តែចម្លែកបន្តិចការផលិតរូបរបស់ Lit Phone 1ប្រើប្រាស់ lens តែមួយប៉ុណ្ណោះហើយអ្នកទាំងអស់គ្នាប្រកាសជាឆ្ងល់ហើយថាតើ sensor 1 inch វាធ្វើការបែបម៉េចព្រោះតែ sensor 1 inch របស់វាហ្នឹងគឺវាធ្វើការនៅលើ option 0.7 គុណអញ្ចឹងអ្នកទាំងអស់គ្នាផលិតរូបចេញពី 0.7 គុណអ្នកទាំងអស់គ្នានឹងទទួលបានរូបភាពមួយដែលមានកម្រិតភាពច្បាស់ជាងការថតចេញពី option 1 គុណនិង2គុណទៅទៀតការថតរូបចេញពី option 1 គុណនិង2គុណក៏វាផលិតរូបចេញពី sensor 1 inch ដែរក៏ប៉ុន្តែវាធ្វើការមិនបានពេញខ្នាតរបស់ sensor 1 inch នោះទេចឹងហើយរូបភាពដែលថតចេញពី1គុណឬមួយក៏2គុណវាមិនទទួលបានរូបភាពច្បាស់ដូចជា 0.7 គុណនោះទេចឹងនេះគឺជារូបភាពដែលខ្ញុំថតចេញពី Lit Phone 1របស់ក្រុមហ៊ុន Leica Lit Phone 1មានទំហំអេក្រង់ 6.6 អ៊ីនដែលជាប្រភេទ OLED មានសភាពកោងសងខាងស្អាតនិងមាន refresh rate ទៅដល់ 244Hz ហើយអេក្រង់របស់វាគឺផ្ដល់ភាពច្បាស់មែនទែនព្រោះវាជាអេក្រង់ OLED ហើយមានកម្រិតភាពច្បាស់ទៅដល់ 456 ppi ដែលមានភាពងាយស្រួលមើលក្រោមពន្លឺថ្ងៃចឹងខ្ញុំរៀងអន់ចិត្តចំណុចមួយនៅលើអេក្រង់របស់វាហ្នឹងអេក្រង់របស់វាហ្នឹងវាអត់មានភាពថ្លាច្បាស់ដូចអេក្រង់ OLED ដទៃក៏ព្រោះតែ Leica គឺបានសហការជាមួយក្រុមហ៊ុន Saab អញ្ចឹងអេក្រង់របស់ក្រុមហ៊ុន Saab គឺវាខុសប្លែកពីក្រុមហ៊ុនដទៃសម្រាប់ប្រព័ន្ធសុវត្ថិភាពគឺគេប្រើប្រាស់ការ scan មុខនិងការ scan ម្រាមដៃហើយ sensor scan ម្រាមដៃគឺជាប្រភេទ Qualcomm 3D Sonic Mark Sensor ដែលអាចសម្គាល់ស្នាមម្រាមដៃយើងបានល្អហើយមានល្បឿនលឿនតួខ្លួនខាងលើគឺមានផ្ទៃរាបស្មើមានរន្ធដាក់ស៊ីមមួយចំណែកឯខាងក្រោមមានរន្ធដោតកាស 3.5 មីលីម៉ែត្រនិងរន្ធ Type C ហើយជាមួយនឹង speaker មួយគ្រាប់បើនិយាយពីសំឡេងវាវិញគឺចប់តែម្ដងអ្នកទាំងគ្នាធ្លាប់គិតថាទូរស័ព្ទមួយដែលមានតម្លៃថ្លៃបែរជាគេដាក់ speaker មួយដែលមិនល្អសោះតែម្ដងសំឡេងវាគឺស្រាលមែនតើអ្នកទាំងគ្នាអាចស្ដាប់ការតេស្តសំឡេងចេញពីទូរស័ព្ទ Lit Phone 1នេះបាន
ទូរស័ព្ទ Lead Phone 1 គឺដំណើរការដោយ Android 12 ជាមួយបន្ទះ chip Snapdragon 888 និង GPU Adreno 660 សម្រាប់ RAM មានទំហំ 12GB Storage 256GB ចឹងក្រៅពីការថតរូបការលេងហ្គេមនិងការប្រើប្រាស់ទូទៅគឺវាដំណើរការបានយ៉ាងរលូនមិនចោទជាបញ្ហានោះទេកម្លាំងថ្មរបស់វាមានទំហំធំរហូតដល់ 5000 mAh អាចតស៊ូពីព្រឹកដល់ល្ងាចបានយ៉ាងធូរសម្រាប់ការប្រើប្រាស់ទូទៅការដំបូងទូរស័ព្ទ Lead Phone 1 ចេញលក់នៅប្រទេសជប៉ុនមានតម្លៃប្រហែល$1700អញ្ចឹងបច្ចុប្បន្ននេះវាមានតម្លៃ$300ជាងនៅក្នុងទីផ្សារសប្តាហ៍ថ្ងៃនៅស្រុកខ្មែរយើងចឹងអ្នកនរគ្នាអាចរកទិញ Lead Phone 1 នៅហាង Hacklee Black Store បានដែលវាមានតម្លៃ$300ជាងចឹងជាចុងក្រោយខ្ញុំសូមអរគុណអ្នកនរគ្នាសម្រាប់ការតាមដានវីដេអូរបស់ខ្ញុំហើយវីដេអូនេះផងដែរគឺ sponsor ឡើងដោយហាង Hacklee Black Store អរគុណច្រើនបាយបាយ